រឿងខ្មោចផ្ទះចុងភូមិនៅចុងភូមិដាច់ស្រយាលមួយដែលហ៊ុំព័ទ្ធដោយវាលស្រែដ៏ធំល្វឹងល្វើយនិងមានព្រៃសីដុះអំសងខាងផ្លូវលំមានផ្ទះឈើមួយខ្នងដែលគេបោះបង់ចោលជាយូរឆ្នាំមកហើយផ្ទះនោះមានសភាពទ្រុឌទ្រោមដំបូលប្រក់ក្បឿងខ្លះធ្លាក់បាក់បែកឯជញ្ជាំងឈើវិញមានពណ៌ខ្មៅស្រអាប់ដោយសារត្រូវទឹកភ្លៀងនិងកម្ដៅថ្ងៃជាច្រើនរដូវអ្នកភូមិមិនហ៊ានដើរកាត់ផ្ទះនោះទេនៅពេលយប់ហើយតែងតែខ្សឹបខ្សៀវវត្តគ្នាអំពីប្រវត្តិដ៏គួរឲ្យខ្លាចរបស់វាប៉ុន្មានខែក្រោយមកមានប្តីប្រពន្ធមួយគូឈ្មោះវុធីនិងសូម៉ាលីបានផ្លាស់មករស់នៅក្នុងភូមិនោះពួកគេជាមនុស្សមកពីទីក្រុងដែលចង់ស្វែងរកភាពស្ងប់ស្ងាត់នៅជនបទដោយសារខ្វះខាតថវិកានិងមិនបានដឹងរឿងរ៉ាវច្បាស់លាស់ពួកគេក៏បានទិញផ្ទះចុងភូមិនោះក្នុងតម្លៃថោកសមរម្យហើយចាប់ផ្ដើមជួសជុលវាឡើងវិញដំបូងឡើយអ្វីហាក់ដូចជាធម្មតាពួកគេរស់នៅយ៉ាងមានសេចក្តីសុខសម្អាតនិងតុបតែងផ្ទះថ្មីរបស់ពួកគេប៉ុន្តែមិនយូរប៉ុន្មានសូម៉ាលីក៏ចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីម្យ៉ាងមិនស្រួលយប់មួយខណៈដែលវុធីកំពុងគេងលក់ស្កប់ស្កល់សូម៉ាលីស្រាប់តែភ្ញាក់ដឹងខ្លួនដោយសារសំឡេងអ្វីម្យ៉ាងវាជាសំឡេងខ្សឹបខ្សៀវតិចហាក់ដូចជាមានមនុស្សកំពុងនិយាយគ្នានៅខាងក្រោមផ្ទះនាងដាស់វុធីប៉ុន្តែពេលគាត់ភ្ញាក់សំឡេងនោះក៏បាត់ទៅវិញវុធីប្រាប់នាងថាប្រហែលជានាងយល់សប្តិឬជាសំឡេងខ្យល់បក់ប៉ុណ្ណោះប៉ុន្តែសំឡេងចម្លែកនៅតែបន្តកើតមានពេលខ្លះសូម៉ាលីសំឡេងដូចជាមានគេកំពុងដើរយឺតនៅលើឡាវទឿពេលខ្លះទៀតនាងឃើញស្រមោលខ្មៅមួយរំពេចឆ្លងកាត់តាមបង្អួចនៅពេលយប់ស្ងាត់ទ្វារបន្ទប់ទឹកដែលបិទជិតពេលខ្លះក៏បើកឡើងដោយឯកឯងសូម៉ាលីចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចកាន់តែខ្លាំងឡើងប៉ុន្តែនាងមិនចង់ឲ្យវុធីព្រួយបារម្ភក៏ព្យាយាមលាក់ទុកការភ័យខ្លាចនោះការលងបន្លាចកាន់តែខ្លាំងយប់មួយទៀតនៅពេលភ្លៀងកំពុងធ្លាក់យ៉ាងខ្លាំងខ្យល់បក់បោកធ្វើឲ្យដើមឈើស្គៀកគ្នាសូរគួរឲ្យខ្លាចស្រាប់តែភ្លើងអគ្គិសនីក៏រលត់ផ្ទះទាំងមូលល្ងឹតស្លុបវុធីទៅរកចង្កៀងប្រេងកាតខណៈនោះសូម៉ាលីអង្គុយតែម្នាក់ឯងក្នុងបន្ទប់ទទួលភ្ញៀវនាងស្រាប់តែមានអារម្មណ៍ថាមានភាពត្រជាក់ស្រាវស្រាប់ពីពេញរាងកាយទោះបីអាកាសធាតុក្តៅហែងក៏ដោយរំពេចនោះនាងឬសំឡេងក្មេងយំខ្សោយចេញពីបន្ទប់គេងរបស់ពួកគេសំឡេងនោះស្ដាប់ទៅគួរឲ្យសង្វេគនិងព្រឺព្រួចជាខ្លាំងសូម៉ាលីស្ទុះក្រោកទាំងភ័យស្លន់ស្លោហើយរត់ទៅរកវុធីពេលពួកគេទាំងពីរនាក់ត្រឡប់មកបន្ទប់ទទួលភ្ញៀវវិញសំឡេងយំនោះក៏ស្ងាត់បាត់ទៅប៉ុន្តែនៅលើកម្រាលឥដ្ឋដែលទើបតែជូតស្អាតមានស្នាមជើងតូចសើមដើរតម្រង់ទៅបន្ទប់គេងរបស់ពួកគេវុធីចាប់ផ្ដើមជឿថាផ្ទះនេះពិតជាមានអ្វីម្យ៉ាងមិនស្រួលមែនពួកគេទាំងពីរនាក់ដេកអប់គ្នាយ៉ាងណែនពេញមួយយប់នោះដោយមិនហ៊ានបិទភ្នែកនៅថ្ងៃបន្ទាប់វុធីបានទៅសាកសួរយាយចាស់ម្នាក់ដែលរស់នៅក្នុងភូមិនោះជាយូរមកហើយយាយចាស់នោះមានទឹកមុខក្រៀមក្រំហើយបានប្រាប់រឿងរ៉ាវពីអតីតកាលរបស់ផ្ទះនោះកាលពីជាច្រើនឆ្នាំមុនមានគ្រួសារមួយរស់នៅក្នុងផ្ទះនេះម្ចាស់ផ្ទះជាស្ត្រីមេម៉ាយម្នាក់ឈ្មោះនាងមុំមានកូនស្រីតូចម្នាក់នាងជាមនុស្សស្រីស្លូតបូតប៉ុន្តែអភ័ព្វថ្ងៃមួយនាងត្រូវចោលប្លន់សម្លាប់យ៉ាងព្រៃផ្សៃនៅក្នុងផ្ទះនោះឯងឯកូនស្រីតូចរបស់នាងក៏បានបាត់ខ្លួនហើយគេជឿថាក៏ត្រូវចោលសម្លាប់ដែរចាប់តាំងពីពេលនោះមកគេតែងតែសម្លេងចម្លែកនិងឃើញហេតុការណ៍ចម្លែកកើតឡើងនៅក្នុងផ្ទះនោះជាពិសេសគឺសំឡេងស្ត្រីយំសោកនិងសំឡេងក្មេងលេងវិញ្ញាណរបស់នាងមុំនិងកូនស្រីនៅតែវិលវល់មិនអាចទៅចាប់ជាតិបានដោយសារតែការស្លាប់ដ៏អយុត្តិធម៌និងការអាល័យចំពោះគ្នា
វុធីនិងសូម៉ាលីមានអារម្មណ៍រន្ធត់និងអាណិតអាសូរជាខ្លាំងចំពោះវិញ្ញាណម្ដាយកូនទាំងពីរពួកគេសម្រេចចិត្តមិនរើចេញប៉ុន្តែព្យាយាមជួយរំដោះវិញ្ញាណទាំងពីរពួកគេបាននិមន្តព្រះសង្ឃមកសូត្រមន្តបង្សុកូលនិងធ្វើបុណ្យឧទ្ទិសកុសលយ៉ាងធំមួយដល់វិញ្ញាណក្ខន្ធនាងមុំនិងកូនស្រីពួកគេក៏បានរៀបចំសែនព្រេនតាមប្រពៃណីដោយមានម្ហូបចំណីនិងផ្លែឈើជាច្រើនមុខក្នុងពេលព្រះសង្ឃកំពុងសូត្រមន្តខ្យល់ក្នុងផ្ទះស្រាប់តែបក់មកយ៉ាងត្រជាក់ហើយមានក្លិនផ្កាម្លិះក្រអូបឈ្ងុយឈ្ងប់សូម៉ាលីហាក់ដូចជាឃើញស្រមោលស្ត្រីម្នាក់ស្លៀកសំពត់អាវពណ៌កំពុងអប់ក្មេងស្រីតូចម្នាក់ឈរនៅមាត់ទ្វារមួយផ្លែតរួចក៏រលាយបាត់ទៅចាប់តាំងពីថ្ងៃធ្វើបុណ្យនោះមកសម្លេងចម្លែកនិងហេតុការណ៍អស្ចារ្យទាំងឡាយក៏បានបាត់ស្ងាត់ឈឹងផ្ទះនោះហាក់ដូចជាមានភាពកក់ក្ដៅនិងស្ងប់ស្ងាត់ជាងមុនវុធីនិងសូម៉ាលីបន្តរស់នៅក្នុងផ្ទះនោះដោយសុខសាន្តទោះបីជាពេលខ្លះនៅយប់ស្ងាត់ជ្រងពួកគេនៅតែមានអារម្មណ៍ព្រឺសម្បុរតិចនៅពេលនឹកឃើញដល់រឿងរ៉ាវចាស់ប៉ុន្តែពួកគេដឹងថាវិញ្ញាណទាំងពីរលែងរំខានទៀតហើយប្រហែលជាបានទៅកាន់សុគតិភពហើយក៏មិនដឹងប៉ុន្តែរឿងរ៉ាវផ្ទះចុងភូមិនោះនៅតែស្ថិតក្នុងការចងចាំរបស់អ្នកភូមិនិងជាការព្រមានមួយដល់អ្នកដែលមិនជឿលើរឿងអាថ៌កំបាំងដែលមើលមិនឃើញ។